បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយពាក់ព័ន្ធនឹងការប្រើ pen tool នេះអញ្ចឹងអានេះខ្ញុំយករូបភាពមកមួយមកខ្ញុំយកមកដាក់ក្នុងនេះអូខេមួយទៅចំណុចណាមួយទៀតអូខេផ្នែកមួយហ្នឹងទៅផ្នែកនេះមួយទៀតផ្នែកនេះខ្ញុំមកត្រង់នេះហើយមកនេះយើងright click ទៅវាហើយយើងចូលយើងរើសចង់បាន style មួយណានេះ style វារត់ទៅអញ្ចឹងវារត់មួយបន្ទាប់មកវាលឿនអូខេអញ្ចឹងយើងដាក់មកនេះវារត់ហើយ play មកអូខេចឹងវាទៅហ្នឹងហើយតទៀតអូខេចឹងនេះយើងចង់បាន style ដូចគ្នាក៏បានដែរឬក៏ដាក់ style ផ្សេងគ្នាក៏បានមួយនេះដាក់ style នេះក៏បានយើងអាច custom ខ្លួនយើងក៏បានដែរយើងអាចសេរីខ្លួនយើងបានអូខេអញ្ចឹងខ្ញុំហើយឥឡូវខ្ញុំដាក់ទីហោទី1ចាទីហោទី1នេះខ្ញុំចូលមកយកនេះអ្នកទាំងអស់គ្នាអាចប្រើ stroke នេះបានគឺមានឡានមានម៉ូតូមានឡានទូតម៉ូតូយន្តហោះខ្ញុំសុំដាក់នេះដោយសារតែមានដបូងនេះវាត្រូវចំណាយថែមទៀតអញ្ចឹងខ្ញុំអត់បានដាក់ទេខ្ញុំដាក់តែណាដែលវាអត់មានដាក់ដបូងហ្នឹងទេអញ្ចឹងទី1នេះខ្ញុំប្រើឡាននេះខ្ញុំតោះមកខ្ញុំចុចកន្លែង link នេះខ្ញុំចុចកន្លែង link នេះហើយយកពេញមកអូខេចឹងយើងមើលទាំងអស់គ្នាតែខ្ញុំសុំសេរីទំហំវាបន្តិចទៅវាទូជាងនឹងបន្តិចអូខេឥឡូវខ្ញុំប្រីករូបភាពខ្ញុំ play វាមកនេះឡានយើងចេញទៅហើយអូខេជប់ត្រឹមហ្នឹងនេះទៅតទៀតអូខេយើងចង់ជីអីវិញខ្ញុំតមកទី2នេះតើយើងចង់ដាក់អីវិញទី2នេះខ្ញុំចង់ទី2នេះចង់ដាក់ចេះហើយទី2សូមដាក់យន្តហោះម្ដងហើយយើងលីងដូចគ្នាមកអូខេហើយយើងព្រមតាមដើម្បីដែលយើងចង់បានទៅយើងហោះទៅហើយអូខេចឹងចំណុចនេះមួយទៀតគេដាក់អីមួយក៏បានដែរចូលដាក់អីចេះឥឡូវខ្ញុំដាក់ឡានក្រុងនេះចាដាក់ម៉ូតូសូមដាក់ម៉ូតូចាចឹងនេះចុច link ទៀតចឹងនេះចឹងយើង play វាទៅ play វាមកអូខេជាត្រង់ចំណុចនេះគឺម៉ូតូយើងវាច្រាស់ហើយអញ្ចឹងដល់យើងសេរីវាសិនយើងសេរីមកវាច្រាស់អញ្ចឹងវាជីទៅវាច្រាស់វាទៅជាដាំចុះក្រោមវិញអញ្ចឹងយើងសេរីកន្លែងម៉ូតូយើងនេះយើងចូលកន្លែង fill នេះមកទៅបដូរកន្លែងនេះអូខេអញ្ចឹងម៉ូតូយើងត្រូវវិញហើយយើងមើលទាំងអស់គ្នាយើងទីក្រោយទាំងអស់គ្នា
ចឹងយើងសុំដាក់ធំមកអូខេចឹងតោយើងត្រូវនេះតោចឹងទាញខ្លីមកចឹងវីដេអូយើងហើយទៅហើយបន្តគ្នាបាទវីដេអូយើងមានតែប៉ុណ្្នឹងទេចឹងជួបគ្នានៅវីដេអូក្រោយទៀត